រនអត្តឃាតក្រោមទឹកហាអ៊ីលជាអាវុធដ៏គួរឲ្យខ្លាចបំផុតរបស់កូរ៉េខាងជើងនាពេលបច្ចុប្បន្នភស្តុភារសារព័ត៌មានរដ្ឋរបស់ប្រទេសកូរ៉េខាងជើងគឺ Korean Central News Agency បានបង្ហាញអំពីរូបភាពនៃការធ្វើតេស្តដ៏ជោគជ័យរបស់ដ្រូនអត្តឃាតដែលមានឈ្មោះថា HAIL ដែល HAIL នេះមានន័យជាភាសាអង់គ្លេសគឺ Tsunami នៅពេលដែលយើងនិយាយអំពីកូរ៉េខាងជើងប្រកាសណាស់ថាគ្រប់ប្រិយមិត្តអ្នកស្ដាប់ដឹងហើយថាប្រទេសនេះគឺជាប្រទេសដែលឯកោផ្ដាច់ចេញពីគេប៉ុន្តែបើយើងនិយាយអំពីសមត្ថភាពយោធាវិញគឺខ្លាំងណាស់ហើយគេនៅតែបន្តពង្រឹងសមត្ថភាពឥតឈប់ឈរដោយគ្មាននរណានឹកស្មានដល់ហើយប្រទេសនេះផងដែរបានបំពាក់ដោយអាវុធនុយក្លេអ៊ែរនិងផលិតបានមីស៊ីលសាហាវជាច្រើនគ្រាប់ក្នុងរយៈពេលត្រឹមតែប្រមាណឆ្នាំចុងក្រោយតែប៉ុណ្ណោះហើយយ៉ាងណាមិញមិនមែនតែមីស៊ីលទេលោកប្រធានាធិបតីកូរ៉េខាងជើងគឺលោកគីមចុងអ៊ុនថែមទាំងផលិតបាននៅសភាវុធទំនើបផ្សេងទៀតផងដែរមានទាំងនាវាមួយទឹកនិងដ្រូនជាដើមហើយជាពិសេសអ្វីដែលពិភពលោកកំពុងតែតាមដាននិងយកចិត្តទុកដាក់ខ្ពស់បំផុតហ្នឹងគឺដ្រូនវាយប្រហារក្រោមទឹកនុយក្លេអ៊ែរដែលមានឈ្មោះថា HAIL នេះឯងបើយើងយោងទៅតាមការចុះផ្សាយរបស់សារព័ត៌មាន Naval News លោកគីមបានប្រើប្រាស់ HAIL នេះជាការឆ្លើយតបទៅនឹងការធ្វើសមយុទ្ធជើងទឹករបស់ទាហានអាមេរិកហើយនិងទាហានកូរ៉េខាងត្បូងលោកគីមចង់ផ្ញើសារទៅកាន់ប្រទេសទាំងពីរនោះថាគ្មានកន្លែងណានៅតាមឆ្នេរសមុទ្រដែលមានសុវត្ថិភាពនោះទេហើយ HAIL នេះវាគឺជាអាវុធដែលត្រូវបានបង្កើតឡើងដើម្បីវាយប្រហារដោយសម្ងាត់ដែលគោលដៅចម្បងបំផុតរបស់ HAIL កំទេចគឺកំទេចនាវាផ្ទុកយន្តហោះក្រុមនាវាចម្បាំងរបស់អាមេរិកនិងសម្ព័ន្ធមិត្តដែលចល័តក្នុងសមុទ្របើយើងងាកទៅមើលអំពីសមត្ថភាពរបស់ដ្រូនអត្តឃាតក្រោមទឹក HAIL នេះវិញគឺសមត្ថភាពរបស់វាអាចបង្កើតជារលកយក្ស Tsunami វិទ្យុសកម្មនៅពេលដែល HAIL បំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរនៅក្រោមទឹកវានឹងបង្កើតជារលកយក្សដែលមានផ្ទុកជាតិពុលវិទ្យុយ៉ាងសកម្មខ្លាំងហើយបោកបក់ទៅកំទេចកំពង់ផែនិងទីក្រុងតាមឆ្នេរសមុទ្របានបើនិយាយអំពីរូបរាងវាវិញវាមានរូបរាងដូចជា torpedo ឬនាវាមួយទឹកខ្នាតតូចដែលគ្មានមនុស្សបើកហើយ HAIL នេះវាអាចធ្វើដំណើរនៅក្រោមទឹកក្នុងជម្រៅដ៏ជ្រៅនិងមានសមត្ថភាពអាចលាក់ខ្លួនមិនឲ្យប្រព័ន្ធរ៉ាដាឬក៏សូណារបស់សត្រូវរកវាឃើញបានឡើយនៅក្នុងការធ្វើតេស្តសាកល្បង HAIL នេះវាអាចធ្វើដំណើរនៅក្រោមទឹកបានរហូតដល់50ទៅ70ម៉ោងមុននឹងទៅដល់គោលដៅហើយវាអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរប្រភេទ Warsan 31ដែលជាក្បាលគ្រាប់នុយក្លេអ៊ែរខ្នាតតូចស័ក្តិសមសម្រាប់អាវុធយុទ្ធសាស្ត្របើយើងប្រៀបធៀបជាមួយនឹងមីស៊ីលឆ្លងទ្វីប ICBM វិញ HAIL នេះវាមានលក្ខណៈខុសគ្នាដោយមីស៊ីលឆ្លងទ្វីបអាចរកឃើញតាមរយៈផ្កាយរណបនិងស្ទាក់ចាប់ដោយមីស៊ីលការពារដែនអាកាសតែដោយឡែក HAIL ប្រភេទដ្រូនអត្តឃាតក្រោមទឹកនេះវិញវាធ្វើដំណើរយ៉ាងស្ងប់ស្ងាត់បំផុតនៅក្រោមបាតសមុទ្រដែលធ្វើឲ្យប្រព័ន្ធការពារនាពេលបច្ចុប្បន្នស្ទើរតែមិនអាចរកឃើញឬក៏ស្ទាក់ចាប់វាបានទាន់ពេលនោះទេពលគឺសត្រូវអាចដឹងថាវាមកដល់ទីតាំងប្រយុទ្ធគឺនៅពេលដែលវាបានផ្ទុះរួចទៅហើយគូជំរាបផងដែរថាកូរ៉េខាងជើងបានអភិវឌ្ឍអាវុធនេះជាច្រើនជំនាន់មកហើយដោយមានតាំងពី HAIL ជំនាន់1ជាជំនាន់ដំបូងគេបំផុតសម្រាប់សាកល្បងចម្ងាយនិងភាពធន់ហើយបន្តមកទៀតក៏មាន HAIL ជំនាន់2ជាជំនាន់កែលម្អដែលមានល្បឿនលឿនជាងមុននិងអាចធ្វើដំណើរបានឆ្ងាយជាងមុនប្រហែល 1000 គីឡូម៉ែត្រដោយឡែកមកដល់ពេលបច្ចុប្បន្នគឺចូលដល់ជំនាន់ទី5ហើយដែល HAIL ជំនាន់5នេះជាជំនាន់ថ្មីបំផុតដែលគេជឿថាអាចបញ្ជាតាមរយៈផ្កាយរណបនិងមានភាពវៃឆ្លាតជាងមុនហើយបើយើងយោងទៅតាមការបញ្ជាក់របស់សារព័ត៌មានកូរ៉េខាងជើង KCNA គេបានបញ្ជាក់ឲ្យថាលទ្ធផលនៃការធ្វើតេស្តជាមួយនឹងដ្រូនអត្តឃាតទាំងអស់នេះគឺពិតជាទទួលបានលទ្ធផលជោគជ័យហើយអាចវាយប្រហារចំគោលដៅច្បាស់ហើយបើយោងទៅតាមការបញ្ជាក់របស់ទីក្រុងព្យុងយ៉ាងវិញបានបញ្ជាក់ថាកូរ៉េខាងជើងបានធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរជាពិសេសគឺដ្រូនអត្តឃាតក្រោមទឹកដែលអាចបំពាក់ក្បាលនុយក្លេអ៊ែរនេះគឺតាំងពីឆ្នាំ2012មកម្លេះហើយមកទល់នឹងពេលបច្ចុប្បន្ននេះគេបានធ្វើតេស្តជាង50ដងហើយជារួមមកយើងពិតជាមិនអាចមើលស្រាលសមត្ថភាពកងទ័ពរបស់កូរ៉េខាងជើងបានទេបើទោះបីជាប្រទេសនេះស្ងប់ស្ងាត់ត្រូវបានគេចាត់ទុកថាជាប្រទេសឯកោក៏ដោយប៉ុន្តែវិស័យយោធារបស់ប្រទេសនេះអភិវឌ្ឍយ៉ាងលឿននៅក្នុងសភាពយ៉ាងស្ងប់ស្ងាត់ដែលការរក្សាភាពស្ងប់ស្ងាត់នេះហើយធ្វើឲ្យសត្រូវពិតជាពិបាកនៅក្នុងការវិយតម្លៃនិងប៉ាន់ស្មានអំពីសមត្ថភាពយោធារបស់កូរ៉េខាងជើង
សូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀត